រាសីប្រចាំថ្ងៃទី13ខែមករាឆ្នាំ2026ដែលត្រូវជាថ្ងៃកុរភ្លើងយីងឆុងគ្នាជាមួយអ្នកដែលមានឆ្នាំម្សាញ់ធាតុទឹកវ័យ13ឆ្នាំនិងម្សាញ់ធាតុមាសវ័យ25ឆ្នាំល្អចំពោះអ្នកដែលត្រូវការធាតុភ្លើងទឹកនិងអ្នកដែលមានឆ្នាំខាលថោះហើយនិងមមែចំពោះទិសដែលយើងគួរតែបំរុងការពារមានទិសខាងលិចហើយនិងត្បូងឈៀងកើតរីឯតារាសាស្ត្រនៅទិសខាងត្បូងទី3 195អង្សាយើងអាចដុតទៀន9ដើមនៅចន្លោះម៉ោង7ទៅម៉ោង9ព្រឹកនិងមួយវេនទៀតក្នុងករណីដែលខកខានយើងអាចធ្វើបាននៅចន្លោះម៉ោង11ទៅម៉ោង1ថ្ងៃក្រោយក្នុងការចាប់លាបឬក៏បន្ទោះលាបថ្ងៃនេះខ្ញុំសូមធ្វើការបង្ហាញនៅឈុតលាងសូយចំពោះនៅឈុតលាងសូយយើងមានអំបិលហេម៉ាឡៃហើយនិងសេកដែលយើងប្រើក្នុងការដុតបង្ហុយយកផ្សែងសម្រាប់ក្នុងការលាងសូយបងប្អូនអាចធ្វើការកម្មង់បានព្រោះនៅថ្ងៃទី16ហ្នឹងគឺជាថ្ងៃលាងសូយដ៏ធំមួយដែលមានផ្កាយល្អៗជាច្រើនយើងអាចលាងសូយផ្ទះឬក៏បុគ្គលបានក្នុងករណីដែលយើងមានអារម្មណ៍ថា stress ស្មុគស្មាញជួបតែរឿងមិនល្អការងារមិនទៅមុខក្នុងការលាងសូយហ្នឹងគឺយើងលាងនៅធម្មពលអវិជ្ជមានហើយយើងទទួលមកវិញនៅភាពវិជ្ជមានដើម្បីឲ្យខ្លួនយើងមានភាពល្អស្រស់ថ្លាផ្ទះយើងមានធម្មពលវិជ្ជមានឡើងវិញជូនពរសំណាងល្អ